អាមេរិកបដូរយុទ្ធសាស្ត្រមើលឃើញកម្ពុជាជាដៃគូមានសក្តានុពលនៅ Indo-Pacific ទីក្រុង Washington ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រការទូតដែលនឹកស្មានមិនដល់បំផុតមួយនៅក្នុងឆ្នាំ2025សហរដ្ឋអាមេរិកកំពុងផ្ដល់ភាពកក់ក្ដៅដល់លោកនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតដោយចាត់ទុកថាជាដៃគូដ៏មានសក្តានុពលនៅក្នុងតំបន់ Indo-Pacific នេះបើយោងទៅតាមកាសែតជប៉ុន Nikkei Asia ទោះជាបែបនេះក្តីកាសែតនេះបាននិយាយថាទីក្រុង Washington មិនអត់ឱនឲ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញទាំងឡាយណាដែលមានមូលដ្ឋាននៅកម្ពុជានោះទេគឺមិនអត់ឱនដាច់ខាតត្រឡប់ទៅ7ខែមុនប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្ពងកម្ពុជាជាមួយនឹងពន្ធបដិការដល់ទៅ 49% ដោយចោទប្រទេសនេះថាជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ដែលចិនប្រើដើម្បីគេចវេះពន្ធគយពីសហរដ្ឋអាមេរិកក៏ប៉ុន្តែបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជួបជាមួយនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី2ខែតុលាអ្វីៗក៏ត្រូវបានផ្លាស់ប្ដូរទាំងស្រុងក្រៅពីទម្លាក់ពន្ធមកត្រឹម 19% ទីក្រុង Washington បានកែយុទ្ធសាស្ត្រងាកមកស្ដារទំនាក់ទំនងការពារជាតិឡើងវិញជាមួយកម្ពុជាដោយយល់ព្រមលក់អាវុធឲ្យកម្ពុជាឡើងវិញនិងព្រមធ្វើសម្ពយុទ្ធយោធាឆ្មាំអង្គរឡើងវិញក្រោយផ្អាកអស់រយៈពេល8ឆ្នាំកាសែត Nikkei Asia ក៏បានបន្ថែមថានៅពីក្រោយការផ្លាស់ប្ដូរនេះគឺជាការវាយតម្លៃឡើងវិញទៅលើលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតអតីតមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោកស្រី Mira Cooper បាននិយាយថាអាមេរិកមើលឃើញថាមេដឹកនាំស្រកក្រោយរូបនេះហ៊ានប្រថុយនិងមានឆន្ទៈនៅក្នុងការធ្វើព្រឹត្តិកម្មងាកឆ្ងាយពីប្រទេសចិនចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់ Nikkei ដែរថាអាមេរិកពេលនេះចង់ធ្វើការជាមួយកម្ពុជាដើម្បីពង្រឹងសេរីភាពនិងភាពរឹងមាំនៃតំបន់ Indo-Pacific គួររំលឹកផងដែរថាទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងកម្ពុជាគឺមានភាពតានតឹងខ្លាំងអស់រយៈពេលជាង1ទសវត្សរ៍មកហើយព្រោះតែទីក្រុង Washington មានការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅកម្ពុជាកន្លងទៅដោយសារការបិទប្រព័ន្ធផ្សព្វផ្សាយនិងការផ្អែកទៅលើទីក្រុងប៉េកាំងកាន់តែខ្លាំងកាសែត Nikkei ក៏បានកត់សម្គាល់ផងដែរថាសម្ព័ន្ធភាពនេះកាន់តែផុយស្រួយនៅក្នុងឆ្នាំ2017នៅពេលដែលតុលាការកំពូលរបស់កម្ពុជាបានរំលាយគណៈបកប្រឆាំងដោយចោទថាបានខុបខិតជាមួយនឹងអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលកាលនោះសហរដ្ឋអាមេរិកក៏បានឆ្លើយតបទៅវិញដោយផ្អាកសម្ពយុទ្ធយោធានិងដាក់បង្រាមទិដ្ឋាការទៅលើមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនទោះបីជាយ៉ាងណាក៏ដោយការលួងលោមអង្អែលខ្នងកម្ពុជានៅពេលនេះគឺមកជាមួយនឹងសម្ពាធមិនធម្មតាផងដែរដោយសារកាលពីខែតុលាឆ្នាំ2025នេះសហរដ្ឋអាមេរិកគឺបានដាក់ទណ្ឌកម្មទៅលើបុគ្គលនិងក្រុមហ៊ុនជាង140ដែលមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Prince Holding Group ដោយរឹបអូសយករូបិយប័ណ្ណ Digital ជាង$15,000 លានដែលពាក់ព័ន្ធទៅនឹងការឆបោកនិងគម្រោងវិនិយោគក្លែងបន្លំក៏ប៉ុន្តែលោកចិនស៊ីដែលជាប្រធានក្រុមហ៊ុន Prince Group មួយនេះនិងមានសញ្ជាតិអង់គ្លេសផងនិងកម្ពុជាផងបានច្រានចោលការចោទប្រកាន់នេះទោះជាយ៉ាងណាក៏ដោយភ្នាក់ងារស៊ើបអង្កេតអាមេរិក FBI នឹងបន្តចាត់វិធានការបង្ក្រាបឧក្រិដ្ឋជនឆបោកហើយសហរដ្ឋអាមេរិកក៏នឹងបន្តឃ្លាំមើលពីឥទ្ធិពលរបស់ចិនទៅលើកំពង់ផែរៀមរបស់កម្ពុជាផងដែររឿងដែលគួរឲ្យកត់សម្គាល់មួយទៀតដែលកាសែត Nikkei បានលើកឡើងគឺមុនពេលសហរដ្ឋអាមេរិកប្រែផ្លាស់យុទ្ធសាស្ត្រនេះកម្ពុជាបានចាយជាង$38,000ក្នុងមួយខែទៅលើក្រុមហ៊ុនបញ្ចុះបញ្ចូលដែលដឹកនាំដោយលោកដុនបេតុនដែលជាមន្ត្រីជំនិតរបស់លោក Donald Trump ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន IC ប្រចាំសិង្ហបុរីលោក Paul Chambers បាននិយាយថាសហរដ្ឋអាមេរិកកំពុងតែផ្ដល់ឱកាសឲ្យមេដឹកនាំកម្ពុជាធ្វើតុល្យការទំនាក់ទំនងមហាអំណាចឡើងវិញហើយទីក្រុង Washington ក៏ចង់ទប់ទល់ឥទ្ធិពលរបស់ចិននៅកម្ពុជាផងដែរអនុទានប្រកាសថាកិច្ចព្រមព្រៀងនឹងនៅតែផ្អាកទាល់តែកម្ពុជាទទួលស្គាល់ការបំពាននិងចេញសំទោសទីក្រុងបាងកកនេះបញ្យងតាមការបង្ហោះនៅលើគណនី Facebook របស់លោកអនុទានច័ន្ទវិរៈកុលនាថ្ងៃសៅរ៍ទី15ខែវិច្ឆិកានេះប្រទេសថៃបានបញ្ជាក់ជាថ្មីថាខ្លួននឹងនៅតែផ្អាករាល់សកម្មភាពទាំងអស់ក្រោមសេចក្តីថ្លែងការណ៍រួមក្នុងទីក្រុងកូឡាឡាំពួររហូតទាល់តែកម្ពុជាទទួលខុសត្រូវចំពោះការបំពានកិច្ចព្រមព្រៀងនិងសុំទោសចំពោះឧបទ្ទវហេតុគ្រាប់មីនដែលបានធ្វើឲ្យទាហានថៃរងរបួសម្នាក់នាយករដ្ឋមន្ត្រីថៃអនុទានបានរៀបរាប់ថាលោកបានផ្ដល់សារនេះក្នុងអំឡុងពេលហៅទូរស័ព្ទកាលពីយប់ថ្ងៃសុក្រជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ដែលជាមេដឹកនាំទាំងពីរបានជំរុញ
ទីក្រុងបាងកកឲ្យបន្តរក្សាការបដិញ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលបានគូបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025លោកអនុទីនបានបញ្ជាក់ថាប្រទេសថៃនឹងមិនបន្តកិច្ចសហប្រតិបត្តិការក្រោមសេចក្តីថ្លែងការណ៍នេះនោះទេរហូតដល់តែកម្ពុជាទទួលស្គាល់ការបំពាននិងចេញមុខសុំទោសជាសាធារណៈចំពោះប្រជាជនថៃចំពោះហេតុការណ៍ជន់មានរបស់ទាហានថៃកាលពីពេលថ្មីៗនេះលោកក៏បានសង្កត់ធ្ងន់ថាប្រទេសថៃរក្សាសិទ្ធិក្នុងការចាត់វិធានការណាមួយដែលចាំបាច់ដើម្បីការពារអធិបតេយ្យភាពនិងសុវត្ថិភាពរបស់ពលរដ្ឋខ្លួនទន្ទឹមនឹងនោះលោកក៏បានព្រមានថាការបដិសេធរបស់កម្ពុជាក្នុងការទទួលស្គាល់កំហុសបានធ្វើឲ្យបាត់បង់ការជឿទុកចិត្តរបស់សាធារណជនក្នុងប្រទេសថៃហើយអាចធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងសន្តិភាពនាពេលអនាគតកាន់តែពិបាកសូមជម្រាបផងដែរថាការលើកឡើងរបស់លោកអនុទីនបានធ្វើឡើងមួយថ្ងៃក្រោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ2025បានជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដោយបានស្វាគមន៍តួនាទីដ៏សកម្មរបស់មហាអំណាចផុតលេខក្នុងការដោះស្រាយចំនួនព្រំដែនកម្ពុជាថៃជាមួយក្តីសង្ឃឹមថាកម្ពុជាថៃនឹងឈានដល់ដំណោះស្រាយយូរអង្វែងលើបញ្ហាព្រំដែនលោកអាន់វ៉ាបានបង្ហោះលើទំព័រ Facebook ថាខ្ញុំសូមសង្កត់ធ្ងន់ថាប្រទេសទាំងពីរបានដកកងទ័ពចេញពីតំបន់ព្រំដែនហើយស្របតាមវិធីសាស្ត្រដែលបានឯកភាពគ្នាក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរដូច្នេះខ្ញុំសូមស្វាគមន៍ចំពោះតួនាទីយ៉ាងសកម្មរបស់លោកប្រធានាធិបតីដូណាល់ត្រាំហើយក៏បានតាក់ទងទៅនាយករដ្ឋមន្ត្រីកម្ពុជានិងថៃផងដែរដើម្បីធានាថារាល់ការខ្វែងគំនិតគ្នាគឺត្រូវបានដោះស្រាយដោយរបៀបរៀបរយដើម្បីធានាបាននូវស្ថិរភាពនិងសុខដុមរមនាក្នុងតំបន់ទាំងមូល